ទស្សនិកជនជាបន្តសំជូនព័ត៌មានថ្មីទៀតបាទសំជេទស្សនិកជនព័ត៌មាននាងខ្ញុំនឹងបន្តទៀតនេះគឺអតិថិនទៅនឹងករណីប្លន់វិញម្ដងចាកាលពីថ្ងៃទី3ខែឧសភាឆ្នាំ2015មានការភ្ញាក់ផ្អើលមួយនៅឯម្ដុំផ្សារបឹងកេងកងចាគឺដោយសារតែអាជីវកររកស៊ីដូរលុយនិងលក់គ្រឿងអលង្ការត្រូវបានក្រុមចោរប្លន់យកលុយទៅអស់ពីអ្នកប្តីប្រពន្ធដែលជាអាជីវករចាគឺរកស៊ីដូរលុយលក់គ្រឿងអលង្ការនៅឯផ្សារបឹងកេងកងត្រូវបានចាគឺជនសង្ស័យពីអ្នកជិះម៉ូតូមួយគ្រឿងនិងកាំភ្លើងមួយដើមបានមកខ្ជង់ហើយប្លន់ចាគឺយកស្បោងលុយនិងគ្រឿងអលង្ការចាគឺគិតជាទឹកប្រាក់អស់ប្រមាណជា$50,000សហរដ្ឋអាមេរិកករណីខាងលើនេះគឺការឡើងការពេលវេលាម៉ោង17:30នាទីថ្ងៃទី3ខែឧសភាឆ្នាំ2015ដែលស្ថិតនៅក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោកប្រភពប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាជនរងគ្រោះដែលជាប្តីមានឈ្មោះចាគឺខឹមលេងអាយុ45ឆ្នាំចំណែកឯប្រពន្ធមានឈ្មោះហេងម៉ាលីអាយុ36ឆ្នាំជនរងគ្រោះទាំងពីរនាក់គឺជាអ្នកដូរលុយនិងលក់អីវ៉ាន់នៅឯផ្សារបឹងកេងកងហើយស្នាក់នៅចាគឺផ្ទះកាត់ហេតុជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាពួកគាត់បានបើករថយន្តចេញពីផ្សារមកដល់ផ្ទះចាក់កលុះមកដល់មុខផ្ទះរបស់ខ្លួនជនរងគ្រោះជាប្តីបានចុះពីលើរថយន្តដើម្បីបើកទ្វារចូលទៅក្នុងផ្ទះខណៈដែលចាក់គឺពេលនោះជនរងគ្រោះចាក់គឺបានលឺប្រពន្ធស្រែកឲ្យជួយងាកទៅស្រាប់តែឃើញជនសង្ស័យ2នាក់ចាក់គឺជិះម៉ូតូមួយគ្រឿងម៉ាក Trim C125 ពណ៌ខ្មៅប៉ុន្តែมันមានស្លាកលេខនោះទេនៅក្នុងនោះគឺម្នាក់ដែលជាបពុរបស់គេបានភ្ជង់ប្រពន្ធរបស់គាត់ដែលជាជនរងគ្រោះអង្គុយចាគឺនៅខាងក្រោយហ្នឹងដោយឲ្យហុចសាគឺស្បោងដាក់លុយនឹងគ្រឿងអលង្ការឲ្យទៅពួកគេហើយពួកគេបានជិះរថគេចបាត់សិនមកប្រភពព័ត៌មានចាគឺពីប្តីបានរៀបរាប់ឲ្យដឹងទៀតថាជនសង្ស័យទាំងពីរអ្នកខាងលើនេះជិះម៉ូតូតាមពីក្រោយមិនដឹងថាពេលណានោះទេស្រាប់តែមកដល់ផ្ទះរបស់គាត់ហ្នឹងគឺបានភ្ជង់ប្រពន្ធគាត់តែម្ដងប្រភពព័ត៌មានចាគឺពីជនរងគ្រោះបានឲ្យដឹងថាទ្រព្យសម្បត្តិដែលបាត់បង់ទាំងអស់នេះបើគិតជាទឹកប្រាក់ទៅប្រមាណជា$50,000សហរដ្ឋអាមេរិកហើយលុយខ្មែរហ្នឹងគឺ10លានជនរងគ្រោះបានបញ្ជាក់ដឹងទេថាទ្រព្យសម្បត្តិទាំងអស់នេះគឺមានទាំងរបស់ចាគឺម្ដាយមីងគាត់ផងដែលផ្ញើទុកនៅជាមួយនឹងគាត់ហើយហេតុការណ៍ខាងលើនេះគឺកម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ចាគឺដើម្បីតាមចាប់ជនល្មើសចាគឺមកប្រន់ទាទោសឲ្យខានទៅបានហើយសូមបញ្ជាក់ម្ដងទៀតថាគាត់លក់នៅឯផ្សារបឹងកេងកងក៏ប៉ុន្តែករណីប្លន់នេះគឺមិនមែនប្លន់នៅបឹងកេងកងទេចាគឺនៅម្ដុំទួលគោកគឺនៅផ្ទះរបស់គាត់បឹងសាឡាងបាទនៅចំណុចផ្ទះលេខ41ផ្លូវ261សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញមានន័យថាករណីប្លន់ទ្រង់ទ្រាយធំយើងអាចចាត់ទុកថាជាទ្រង់ទ្រាយធំមួយករណីទៀតប្លន់នៅបឹងសាឡាងខណ្ឌទួលគោកនេះក៏ជាសារមួយដែរដែលប្រាប់ទៅអាដាមស្នេហ៍ឯកអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលភ្នំពេញនិងបណ្ដាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ព្រោះអំពើប្លន់មួយករណីនេះធំចាហើយយើងចាំមើលថាតើយ៉ាងម៉េចសមត្ថកិច្ចណាបង្ក្រាបបានតើសមត្ថកិច្ចនគរបាលឬក៏អាវុធហត្ថឬក៏បង្ក្រាបមិនបាននេះគឺជាបញ្ហាមួយព្រោះមានករណីប្លន់អ្នកលោកមាសបែបហ្នឹងគឺយកញយហើយករណីខ្លះគឺថាប្តឹងច្រើនដងហើយបាទហើយប្តឹងច្រើនកន្លែងហើយចាប់ជនដែលប្រព្រឹត្តនោះមិនបានទេអញ្ចឹងថាតើជនដែលប្រព្រឹត្តនោះសមត្ថកិច្ចពុំមានលទ្ធភាពនៅក្នុងការរកឃើញទេឬមួយក៏ថាឧបសគ្គនៃការស្វែងរករបស់សមត្ថកិច្ចនឹងយ៉ាងម៉េចចានេះគឺជាបញ្ហាមួយហើយវាបង្កឲ្យមានភាពគេហៅថារងាសម្រាប់អាជីវករលក់ដូរមាសពេជ្រហ្នឹងចាបាទជាង$50,000សម្រាប់ការដែលគាត់ខិតខំសន្សំលក់ដូរវាមិនមែនជារឿងសាមញ្ញពេកទេអាជីវករណាក៏ដោយនៅណាក៏ដោយដែលខិតខំរកដោយសមាជីវោរកដោយកម្លាំងញើសឈាមពិតប្រាកដមិនកេងប្រវាញ់គេលក់ដូរយកផលចំណេញតាមរបៀបរកស៊ីអាហ្នឹងគឺថានៅពេលដែលត្រូវបានបាត់បង់ទៅវាគឺជាភាពសោកសៅមួយនៃក្រុមគ្រួសារជនរងគ្រោះក៏ដូចជាជនពាក់ព័ន្ធផ្សេងទៀតឧមាមិញហ្នឹងឥឡូវ
có ta lùi từng ó thọp sập bát đại các bát bong tới miền mình từng ó mà má nó cứ tha $50,000 fly đó mình men tập bóc quạt bên này ai mà đại minh thiệt mình bóc đại mình đại đó cha và chẳng plot giờ tới nó ó tăng quạt cua sa rong cua nó ó chẳng mà đại mình nhưng mà chậm này thông tiết và chẳng cứ chia riêng muối đã bằng cá được đây sao sòng rề muối sầm ráp cua sa đá quạt không trong rồi xí đòi sắt chặt này có bàn tay nơi bế đại plan cá miền chẳng đôi trên nơi băng xà láng không bị chạy chen tay cho tôi xin được cái chốn nơi băng xà láng nó cứ Attica than cô ba khăn tu cột nó được băng xà láng rồi chả nơi được băng xà láng được mà ai thò mà đá nơi không sự cắt thì mùi cứ miên póc nơi cô ba ra tập ba póc ở đi băng xà láng nơi miên póc băng xà láng mùi nơi nướng tiệt chả ta nơi bế plan nó nơi cô ba tên nào tới rồi có nơi cô ba được bế đẹp plan nó cứ nơi cô ba nó cứ còn nơi ta mà đá cô đái hai ta nơi ta mà đá cô đái đứng ta nơi vừa ấy kế chả mà hai ca về liên đứng ta cầm lăng nên là có ba khăn tu cột lỡ đôi chi bên ca đọt đôi trời không bạn trong chạm mặt đỏ đại Attica đôi chỉ lỡ đo tầm đại ca lục hôn sự thi nó cứ đồ bị đôn pin máu mà nơi khăn tu cột và vừa chỉ Attica và chúng ta lục hôn sự thi rằng mấy đây nơi pe đầm per plan cả miền nước ta ru vượt tế Attica nấng rồi có ngọt tật kia sđâu đại tế nè bởi ngọt tật kia tế ta rằng mấy chưa bỏ đời bằng sả lang luôn có cả đời đại hót của Attica than đây nó bằng sả lang nó cho plan nó bằng sả lang đại nè đứng nó về rằng mày hay vị thiên là ca thằng lái đại nhà thô hạ lư đại tranh máu nè nè đậm lập ba rồi xây cục sọ bẹp giang nó ta rằng mày trở về nhóm chấm ẩm pi vị thiên là cá rư co cá bờ miên thôn rồi bỏ ai đắm nia đắm sân này nết sờ vườn kẽ song cá nó cô bà chiết và từ ta cầm lăng là cô ba cầm mà bạn lúc là bạn rồi miên vị thiên là cá xạ sứt rư co bà sứt tập hiếp đầm bấy nè pe đầm miên bắt là mưa cát lao nó cứ thà bắt ăn ra cung bao sao bắt cái nó cứ thà toàn pe rư co bằng tráp ói khang bàn mà chẳng bao giờ chia plan bắt từ hỏi cháu đang chi từ bắtประมาณ 10 kg đây hỏi nè hay nó có ba từ đắng hỏi plan nơi nã plan nơi băng xà lang hỏi cho Attica than nơi nã Attica than nơi băng xà lang đây thưa mày mà tôi xin cái chốn mình mến dương này giấy bình tích bằng ạ rồi bình to bằng áp Attica nó có ba đằng tê có bàn tay dương tròn phẹp tha về khá bờ tia nơi bằng xà láng cho plan là bằng xà láng đó tia và linh nên đang đã thưởi còn trong lực chẳng khăn tu cốc thôm nè vì muốn khăn tu cốc Attica thán là có bán này để các bạn bao lấy buồn đi nơi mục vật hạt lập tê bật tê năng mà chất plaza năng và này cái lụa tư dường dễ đào tròn vậy cho cái lụa bắt đó thì tăng Attica than nó thom môi ní nên nó plei kim el sung nó cái lụa bắt tử lấy từ chị ai cái chuồn mà mình vậy đã đọt đố với đôi chim sơ xăm ấy bộ đọt đố bị cả lạnh thom tới cả lạnh cả lóc cả liết và nó cứ nã đáy đang nòng cá chá rồi có áp bài thì này chả rồi có nã lừa mà tới đá dương cổ mình hiến cho tất cả để tiếp phần bất chỉ lụa hơi nơi dưới đây mình miên ca yên mọt tê là thao lụa đằng phụ với tới chị ai cái chuồn bữa đọt đố mà rót đằng cái lạnh Attica đã nói cho phụ thời cả cái lạnh đấy đã là khăn rồi có đã ấy để ăn phong đọt đố bị rót tránh vì cái lạnh thom từ đâu cái lạnh còn liết bằng xà lang nâng tới hỏi cô cái lạnh nâng áo tới ai cái chuồn rồi và chỉ mau bị cái lạnh từ cái liệt pết và ăn ra cùng tranh và gặp ở plot nó ấy tạm mơ tôi xin cái chuồn đường nâng đường bật và ai phục phục bong ôn về cả như đường là khăn tu cô sắp siêu lúc nên đang ngót luôn nè cả sài là khăn giống cứ lư cái tha lụa thì đấy bong ôn lúc mấy bác sát thoáng lưngยังmong đó cái lụa thì đấy là khăn này tôi sắp cập hiệp ấyประมาณ 3-4 cái lạnh nơi khăn tu cô nó cái lụa bát thì thôi mà
ហើយលក់ហ្នឹងដូចជាថ្ងៃមុនដូចចវាយក្រុងចវាយក្រុងចវាយខណ្ឌទូកោកហ្នឹងចាស្អីខុនឌឿនលោកឯកខុនឌឿនហ្នឹងគាត់ដូចប្រតិកម្មព័ត៌មានម្ដងថាមិនមែនទេនៅក្នុងកិច្ចប្រជុំកន្លែងណែក្រុមប្រឹក្សាខណ្ឌចាបាទមិនមែនគាត់អ្នកលក់ទេគាត់គេលក់យូរហើយគាត់ទៅមកឡើងកាន់តំណែងគាត់អត់ដឹងអីទេនៅចាំថ្ងៃគេឲ្យចេញហ្នឹងបាទធ្លាយរឿងហ្នឹងគេថាបែកធ្លាយអ្នក Facebook គេបើបែកធ្លាយទៀតហើយចាបាទបែកធ្លាយរឿងអីបែកធ្លាយគេលក់សាលាខណ្ឌទូកោកទៀតហើយយូរទៅសាលាខណ្ឌកន្លែងល្អជាច្រើនទៅបានគេលក់អញ្ចឹងទៅហើយសាលាខណ្ឌអីហ្នឹងឬក៏អធិការអញ្ចឹងទៅនៅកលៀតកលុកណាអញ្ចឹងទៅដល់ពេលចោលប្លន់ប្រាវទៅបើនៅកលៀតពេកស្ដាប់ព័ត៌មានអត់ទាន់ទទួលពាក្យមិនដឹងប្រជាពលរដ្ឋអត់ទាន់យ៉ាងឬមួយក៏កម្លាំងអន្តរាគមចេញអត់ទាន់នៅកលៀតពេកបើនៅផ្លូវធំមើលសេតុងឬកន្លែងណែគឹមអ៊ីលសុងចាដឹងលឿនតិចធ្វើបាទដឹងលឿនចារឿងនេះគឺជារឿងមួយដែលយើងសោកស្ដាយដែរព្រោះគេចេះតែលក់អញ្ចឹងនឹងមិនចាបើលក់នឹងចំណេញរត់យើងបានច្រើនណាស់តាមមើលព្រោះទីតាំងធំអញ្ចឹងលក់ឲ្យឯកជនទៅហើយទៅកន្លែងណាធ្វើទីតាំងកន្លែងតូចកលុកកលៀតអីចឹងទៅយើងអាចសល់លុយបង់ចូលថវិការត់ច្រើនតាមមើលប៉ុន្តែបើសិនជាមិនចឹងទេវាអាចរឿងពុកអលួយទៀតចាអញ្ចឹងពុកអលួយគឺជារបៀបវរៈដែលត្រូវឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីអង្គជំទាវប្រធានអង្គភិប ACU ចាអំពើពុកអលួយលោកអង្កេតដែរឬយ៉ាងម៉េចទេអាហ្នឹងគឺយើងគាត់នឹងដាក់សញ្ញាសួរទេចាបាទប្រភពនឹងគឺថាដូចជាច្បាស់ការណាប្រហើដល់ទៅជាបច្ចុប្បន្នភាពយើងណាថាសាលាខណ្ឌទូកោគេលក់ទៀតហើយបាទមហឹកណានោះខ្ញុំនៅជានិពន្ធនាយកកាសែតមួយខ្ញុំមិនបញ្ចេញឈ្មោះទេបាទហើយកណ្ដុងអធិពលគួរសមដែរចាបងប្អូនចុះលេខខ្ញុំវានៅលើទីបកាសែតហ្នឹងលេខនិពន្ធនាយកហ្នឹងវានៅលើក្បាលកាសែតហ្នឹងចាបាទហើយបងប្អូននោះអ្នកដឹងរឿងរ៉ាវឈឺឆ្អាលច្រើនហ្នឹងគាត់ទូរស័ព្ទមកទូរស័ព្ទបាទសំទោសមិនប្រើពាក្យទូរស័ព្ទទេទូរស័ព្ទមកសាលាក្រុងគេប្រងលក់ឯងមិនដឹងអត់ខ្ញុំនៅបាសសក់កញ្ញាងហ្មងគេទៅលក់សាលាក្រុងអាម៉េចបាទលហៀងម្ដងណារឿងសាលាក្រុងហ្នឹងទីតាំងសាលារាជធានីបច្ចុប្បន្នហ្នឹងខ្ញុំមានទស្សនៈមួយខ្ញុំថាបើសិនជាលក់សាលារាជធានីទៅហើយដូចជាធ្វើម៉េចចាអាកន្លែងហ្នឹងអាគារហ្នឹងគឺថាវាឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណមួយជាមរតកមួយវាជាអាគារបេតិកភណ្ឌមួយណាបើលក់អាហ្នឹងទៀតខ្ញុំគាត់ថាលក់ខ្ទេចលក់ខ្ទីហើយកន្លែងហ្នឹងខ្ញុំគាត់ជាទស្សនៈទេគាត់ពិចារណាទេប៉ុន្តែការពិតអត់លក់ទេណាទៅលក់សាលារាជធានីហ្មងខ្ញុំឮព័ត៌មាននឹងម្ដងមហឹកឆ្នាំណាដូចជាក្នុង2009 2006 2007អីហ្នឹងហើយចាខ្ញុំទទួលបាននៅព័ត៌មានហ្នឹងបាទក៏ប៉ុន្តែទីបំផុតគឺថាអត់លក់ទេដូចកន្លែងមួយទៀតគឺសូមបញ្ជាក់បន្តិចចុះកន្លែងណែអគ្គនាយកដ្ឋានផុសភាក្រសួងមហាផ្ទៃចាអគ្គនាយកដ្ឋានផុសភាក្រសួងមហាផ្ទៃហ្នឹងភ័ព្វសំណាងណាបានទៅនៅមកកលៀតមកចំហៀងវាំងហ្មងហើយកាលនោះដូចជាមានឯកសារមែនឯកសារដូចមានការផ្ទេរអញ្ចឹងមែនស្រាប់តែប្រតិកម្មពីមតិមហាជនខ្លាំងណាស់ចាបាទខ្លាំងណាស់ខ្ញុំគាត់តែលើកអំពីប្រវត្តិរឿងហ្នឹងឯងប៉ុន្តែរឿងពិតបើមិនពិតមិនហ៊ាននិយាយទេបាទដូចជាប្រតិកម្មខ្លាំងរឿងថាគេលក់ដីអគ្គនាយកដ្ឋានផុសភាហ្នឹងចាហើយដីហ្នឹងអតីតដីវាំងដូចកន្លែងនេះទីពេទ្យគុណធបផាដែលបកូណាសម្ដេចតាលោកបរិច្ចាគដើម្បីធ្វើម៉េចឲ្យមានមន្ទីរពេទ្យមួយសង្គ្រោះកូនខ្មែរនេះចាជីវិតទារកខ្មែរនេះបាទដូចអញ្ចឹងដែរហើយក្រោយមកមិនដឹងយ៉ាងម៉េចបែបជាអង្គមអង្គាពេកទៅគេលេងលក់វិញទៅអារឿងកន្លែងនេះដីលបងវាំងហ្នឹងចាបាទហើយរឿងខណ្ឌទូកោកហ្នឹងដីទីសាលាខណ្ឌហ្នឹងបើពិតជាលក់មែននឹងសោកស្ដាយទៀតហើយបាទសោកស្ដាយទៀតហើយស្ដាយណាស់ដោយនៅអ្វីដែលជាគេដំណើរបាទព្រោះអាគារខ្លះយូរហើយមានរចនាបថ
ពីដើមមកចាហើយប៉ុន្តែចាស់ស្ដែងជាងគេអាគារសាលាខណ្ឌ7មករាអាគារសាលាអធិការឋាននគរបាលខណ្ឌ7មករាគេលក់មែនបាទឥឡូវក៏អត់ឃើញទេនៅតាមផ្លូវមនីវងអាគារសាលាខណ្ឌចាស់ហើយនឹងអាគារអធិការឋានខណ្ឌ7មករាចាស់ហ្នឹងទៅជាកម្មសិទ្ធិឯកជនទាំងស្រុងបាទមិនមែនដោះដូរទេភាសាដោះដូរគឺជាពាក្យការទូតមួយដែលគេនិយាយឲ្យពីរោះប៉ុន្តែលក់គឺជាការពិតមួយចាបាទសូមជូនព័ត៌មានថ្មីទៀតបាទ